ជ្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅក្នុងវីដេអូរបស់ខ្ញុំខ្ញុំចេញវីដេអូមួយនេះគឺគោលបំណងគឺចង់ចែករំលែកអំពីជីវប្រវត្តិរបស់ខ្ញុំមុននឹងក្រោយស្គាល់អាតូមីអញ្ចឹងខ្ញុំសង្ឃឹមថាក៏ដូចជាជឿជាក់ថាមានបងប្អូនជាច្រើនដែលបានស្គាល់នៅផលិតផលរបស់អាតូមីខ្ញុំបាទគឹមជួយដែលបានស្គាល់អាតូមីតាមរយៈបងស្រីម្នាក់គាត់បានណែនាំមកកាន់រូបខ្ញុំហើយកាលហ្នឹងគឺខ្ញុំនៅជានិស្សិតឆ្នាំទី2ដែលខ្ញុំជានិស្សិតផ្នែកសំណង់ស៊ីវិលដែលកាលហ្នឹងខ្ញុំបានស្គាល់បងស្រីម្នាក់គាត់បានណែនាំពីអាតូមីមកកាន់ខ្ញុំអញ្ចឹងកាលហ្នឹងខ្ញុំក៏បើកចិត្តទទួលយកក៏ដូចជាធ្វើការចុះឈ្មោះជាមួយគាត់ភ្លាមដោយសារអីអាតូមីជាក្រុមហ៊ុនចែកចាយផលិតផលរបស់កូរ៉េអញ្ចឹងខ្ញុំម្នាក់ជាមនុស្សម្នាក់ដែលស្រឡាញ់នៅផលិតផលកូរ៉េហើយក៏គិតថាផលិតផលរបស់កូរ៉េគឺជាសុទ្ធសឹងតែជាផលិតផលមួយដែលមានគុណភាពហើយអត់មានជាតិកាត់ទេគឺជាផលិតផលមួយដែលស្តង់ដារហើយនឹងគុណភាពល្អ 100% ហើយខ្ញុំក៏បានធ្វើការចុះឈ្មោះជាមួយគាត់ភ្លាមហើយការចុះឈ្មោះហ្នឹងគឺអត់អស់លុយទេដែលគ្រាន់តែប្រើអត្តសញ្ញាណប័ណ្ណនិងលេខទូរស័ព្ទមួយអញ្ចឹងខ្ញុំក៏បានចុះឈ្មោះភ្លាមពេលដែលខ្ញុំបានធ្វើការចុះឈ្មោះហើយខ្ញុំអត់ទាន់បានប្រើប្រាស់ផលិតផលអាតូមីទេគឺខ្ញុំទុកសិនរយៈពេលជាងកន្លះឆ្នាំទើបខ្ញុំសម្រេចចិត្តថាសាកល្បងប្រើប្រាស់ផលិតផលអាតូមីអញ្ចឹងផលិតផលរបស់អាតូមីដំបូងដែលខ្ញុំបានធ្វើការប្រើប្រាស់ហ្នឹងគឺថ្នាំដុសធ្មេញដោយសារតែខ្ញុំមានបញ្ហារាកស៊ីធ្មេញឈាមចាញ់ធ្មេញហើយនឹងអល់ពេលព្រឹកឡើងអល់របស់ខ្ញុំសក់ឈាមអញ្ចឹងខ្ញុំក៏ធ្វើការប្រើប្រាស់រយៈពេល3ថ្ងៃដំបូងគឺខ្ញុំមើលឃើញថាផលិតប្រសិទ្ធភាពនៃថ្នាំដុសធ្មេញគឺល្អកាត់បន្ថយរាកស៊ីធ្មេញកាត់បន្ថយក្លិនមាត់របស់មានសុទ្ធឈាមហ្នឹងគឺកាត់បន្ថយបានច្រើនមែនទែនបន្ទាប់មកខ្ញុំក៏បានធ្វើការសាកល្បងប្រើប្រាស់នៅផលិតផលដទៃទៀតដូចជាអាហារសុខភាពទាក់ទងទៅនឹងសម្រស់ទាក់ទងទៅនឹងការថែទាំគេហដ្ឋានអីជាដើមតែជាក់ស្ដែងជាលទ្ធផលដែលខ្ញុំទទួលបានគឺទទួលបាននៅគុណភាពល្អនៃផលិតផលគឺដូចជាមានឱកាសនៅក្នុងការធ្វើអាជីវកម្មជាមួយនឹងអាតូមីដូចគ្នាបទពិសោធន៍ពីការប្រើប្រាស់ផលិតផលក៏ដូចជាការស្គាល់អាតូមីរបស់ខ្ញុំគឺមានតែប៉ុណ្ណេះអរគុណច្រើនដល់បងប្អូនទាំងអស់គ្នានៅក្នុងការទស្សនាវីដេអូនេះដល់ចប់អញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញទាក់ទងទៅនឹងអាតូមីបន្តទៀតសូមកុំភ្លេចចុច Subscribe ដើម្បីតាមដានព័ត៌មានថ្មីៗអំពីខ្ញុំបាទក៏ដូចជាអំពីអាតូមីអរគុណ